បើប៉ុន្តែគាត់ស្រួលណាស់បងប្អូនហើយធ្វើអីធ្វើទៅហើយឲ្យតែគាត់មកហ្នឹងគឺគាត់ចូលចិត្តនិយាយលេងជាមួយខ្ញុំចាតាំងពីចូលរហូតដល់ចេញគឺគាត់និយាយរហូតចាអត់មានឈប់ទេហើយគាត់រស់រាយតែរាក់ទាក់គ្រប់គ្នានៅក្នុងហាងចាស់នៅស្រុកនេះពេលខ្លះគាត់មកធ្វើកញ្ចក់ហ្នឹងគឺដើម្បីភាពស្អាតរបស់គាត់ហើយម្យ៉ាងទៀតក៏ដើម្បីបំបត្តិការអបសុខរបស់គាត់ដែរបងប្អូនគាត់ចង់មានអ្នកនិយាយជាមួយនិយាយលេងសួរនាំសុខទុក្ខអីចឹងណាហើយឲ្យតែគាត់មកគឺគាត់តែងតែសួរនាំសុខទុក្ខក្រុមគ្រួសាររបស់ខ្ញុំកូនចៅឪពុកម្ដាយចាសុខទុក្ខយ៉ាងណាហើយពេលដែលយើងធ្វើកញ្ចក់ឲ្យគាត់យូរឆ្នាំទៅគឺយើងស្គាល់គ្នាកាន់តែស្និទ្ធស្នាលចឹងណាបងប្អូនពេលខ្លះយើងមានអារម្មណ៍ថាស្រឡាញ់អាណិតរាប់អានគាត់ដូចគ្នាដែរចាចាស់មិនថាពុកម្ដាយយើងពុកម្ដាយគេទេគឺគាត់អបសុខចាអញ្ចឹងទៅពេលដែលយើងធ្វើកញ្ចក់ឲ្យគាត់គឺយើងមានពេលនិយាយលេងជាមួយគាត់ចាអញ្ចឹងបានថាពេលខ្លះទឹកតែក៏លេងចង់បានដែរបើសិនជាភ្ញៀវនឹងកោររឿងយើងអញ្ចឹងណាបងប្អូនចង្ការធ្វើឲ្យអត់ឲ្យលុយអត់ឲ្យអីអញ្ចឹងណាអាទឹកតែក៏មិនឲ្យហើយររឿងយើងឲ្យយើងនឹងបង់លុយឲ្យគេវិញទៀតចាអញ្ចឹងបានភាកច្រើនភ្ញៀវរបស់ខ្ញុំគឺគាត់សិតតែចាស់ហើយគាត់ស្រួលហើយយើងក៏ត្រូវការភ្ញៀវអញ្ចឹងដែរសម្រាប់ជាងកញ្ចក់មួយមិនដែរចង់បានភ្ញៀវពិបាកទេតែក៏បើសិនជាភ្ញៀវនឹងពិបាកក៏យើងនៅតែធ្វើឲ្យគេដែរក៏យើងត្រូវតែបំពេញការងារយើងឲ្យហើយចាហើយភ្ញៀវ